សំឡេងទូរបាក់ប្រូទៀត Yeah គម្លាតរាប់ពាន់គីឡូទឹកដីស្រុកគេមេត្រជាក់នឹងឯកោយើងទាំងពីរនាក់មនុស្សវង្វេងផ្លូវដូចគ្នា Check លិស្រុកកំណើតហើយបេះដូងមកធ្វើការដើម្បីអនាគតទៅទ្រង់លុយហត់នឹងឈឺផ្សាយើងទាំងពីរនាក់មនុស្សវង្វេងផ្លូវដូចគ្នា Check នៅទីនេះគ្មានអ្នកស្គាល់មានតែការងារនិងសម្ពាធតែសំណាងមាននាងមករំលែកភាពឃ្លាតនាតែសំណាងមាននាងមករំលែកភាពឃ្លាតនាយើងជួបគ្នាដោយចៃដន្យក្នុងទឹកដីដ៏ប្លែកភ្នែកអ្នកមានទុកអ្នកមានសោកយើងចែករំលែករាល់យប់ពលប់មេឃនាងជាកម្លាំងចិត្តពេលដែលខ្ញុំអត់ថាមកពលរាល់ពេលបានឮសំឡេងភាពហត់នឿយក៏រលាយរលត់តែយើងដឹងច្បាស់ថាវាត្រឹមជាការកំដរព្រោះនៅស្រុកកំណើតយើងសុទ្ធតែមានអ្នករងចាំរូបគេនិងរូបនាងម្ចាស់បេះដូងពិនប្រាកដតែពេលនេះខររកគ្នារាល់ថ្ងៃមិនដែលខានផ្អែមល្ហែមតែដឹងខ្លួនថាវាខរាល់ថ្ងៃទូញ័រឈ្មោះបងនៅលើអេក្រង់ចិត្តមួយចង់ដេកសាយតែចិត្តមួយទៀតវានៅតែចង់យើងនេះគ្នារាប់ម៉ោងរឿងសពគ្រប់បែបយ៉ាងយើងបែរជាលាក់បាំងខរកនេះរាល់ថ្ងៃដូចចសានឹងគ្នាតែក៏ពិនស្ដាយយើងគ្រាន់តែជាអ្នកកំដរគ្រាក្បត់អ្នកនៅឯផ្ទះឬគ្រាន់តែខ្លាចភាពឯកោសំណួរគ្មានចម្លើយក្នុងយប់ដែលស្ងាត់ជ្រងំតែយើងដឹងច្បាស់ថាវាត្រឹមជាការកំដររស់នៅស្រុកកំណើតយើងសុទ្ធតែមានអ្នករងចាំរូបគេនិងរូបនាងម្ចាស់បេះដូងពិនប្រាកដតែពេលនេះខររកគ្នារាល់ថ្ងៃមិនដែលខានផ្អែមល្ហែមតែដឹងខ្លួនថាវាខសំឡេងសាចូលស៊ូណាអូនសាពីអ្នកនៅផ្ទះវាធ្វើឲ្យបេះដូងខ្ញុំប្រឈឺចាប់រហែកប្រេះត្រូវជ្រើសអ្នកណាអំខាងជាក្តីស្រឡាញ់ពិតហើយខាងទៀតជាអ្នកក្បែរក្នុងពេលដែលងងឹងទូរស័ព្ទកាត់ផ្ដាច់ត្រឡប់ទៅកាន់តថភាពយើងនៅតែជាអ្នកដតីដែលមានខ្សែចំណងរៀងខ្លួនស្អែកខរកគ្នាទៀតណាក្នុងនាមជាអ្នកស្គាល់គ្នានៅស្រុក